កុមារីអាយុ37ឆ្នាំប្រេស៊ីម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃទី2ខែមិថុនាឆ្នាំ2026ពីបទឆបោកនិងបន្លំអត្តសញ្ញាណអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ដែរត្រូវទេថាអាយុ37ឆ្នាំហើយនៅហៅកុមារីទៀតមកស្ដាប់វីដេអូនេះដល់ចប់ណាស្រីម្នាក់ដែលនៅខាងក្រោយខ្នងខ្ញុំហ្នឹងអ្នកទាំងអស់គ្នាគាត់មានឈ្មោះคล้ายៗថាកាព្រីលគាត់មានអាយុ37ឆ្នាំហើយប៉ុន្តែគាត់ដើរបោកប្រាស់គេថាគាត់មានអាយុត្រឹមតែ12ឆ្នាំទេឥឡូវគាត់បានប៉ូលីសប្រេស៊ីហ្នឹងចាប់ខ្លួនហើយប៉ុន្តែមុននឹងប៉ូលីសចាប់ខ្លួនគាត់អ្នកទាំងអស់គ្នាគាត់បានបោកប្រាស់គេហ្នឹង6-7ដងបានសម្រេចរួចមកហើយបន្ទាប់មកគាត់បានមកព្រះវិហារមួយដើម្បីសុំជំនួយឲ្យគេជួយម្ដងទៀតហើយការកុហករបស់គាត់ហ្នឹងគឺដដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងជឿគ្រប់គ្នាហ្មងគឺគាត់និយាយថាគាត់បានចាក់ចែងឬមួយក៏រត់គេចពីគ្រួសារដែលប្រើអំពើហិង្សាមកលើគាត់វាយទាត់ធាក់គាត់អីចឹងទៅហើយកុមារីអាយុ37ឆ្នាំរូបនេះក៏បានកុហកគេថាខ្លួនមានជំងឺ autism ហើយមួយវិញទៀតហ្នឹងលេបថ្នាំតាំងពីកុមារភាពអញ្ចឹងហើយធ្វើឲ្យរូបរាងកាយរបស់គាត់ហ្នឹងខុសប្រក្រតីអ្នកនៅព្រះវិហារហ្នឹងក៏ជឿគាត់ហើយក៏បានឲ្យកន្លែងស្នាក់នៅផ្ដល់ជាអាហារហើយនឹងថវិកាតិចតួចហើយបន្តមកទៀតហ្នឹងគឺមានគ្រួសារមួយយកគាត់ទៅចិញ្ចឹមហើយមិនត្រឹមតែប៉ុណ្្នឹងឯណាអ្នកទាំងអស់គ្នាគ្រួសារហ្នឹងស្រឡាញ់គាត់ចាត់ទុកគាត់ដូចជាកូនស្រីប្រកែករបស់គាត់អញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងឯណាអ្នកទាំងអស់គ្នាសូម្បីតាគូកំណើតអាយុ12ឆ្នាំក៏គ្រួសារហ្នឹងក៏ធ្វើឲ្យកាព្រានឹងដែរអ្នកទាំងអស់គ្នាសាកសម័យមើលអាយុ37ឆ្នាំតែធ្វើគូកំណើត12ឆ្នាំតើកាយវិការរបស់គាត់មិនទៅហើយអំឡុងពេលដែលកុមារី37ឆ្នាំរស់នៅក្នុងគ្រួសារហ្នឹងអ្នកទាំងអស់គ្នាគេមានតាំងពី10មុំដល់កោដូចរូបនៅខាងក្រោយក្នុងខ្ញុំអញ្ចឹងហើយគេធ្វើកាយវិការលេអឡត់ដូចក្មេងបៀមដៃអញ្ចឹងអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាការកុហកគឺវាអត់បានជោគជ័យរហូតទេគាត់រស់នៅជាមួយគ្រួសារហ្នឹងបានតែ14ខែណាអ្នកទាំងអស់គ្នាបន្ទាប់មកគ្រួសារមួយហ្នឹងក៏បានសង្ស័យបន្ទាប់មកក៏បានរាយការណ៍ទៅប្រាប់ប៉ូលីសប្រេស៊ីលឲ្យប៉ូលីសប្រេស៊ីលមកចាប់គាត់បន្ទាប់ពីប៉ូលីសប្រេស៊ីលបានសាកសួរនាំគាត់ហើយកាព្រាក៏បានសារភាពដែរថាគាត់ពិតជាកុហកគេពិតមែនហើយអ្នកខ្លះហ្នឹងក៏ឆ្ងល់ដែរថាតើកុមារីអាយុ37ឆ្នាំហ្នឹងធ្វើអញ្ចឹងដើម្បីអីដើម្បីចង់បានកន្លែងស្នាក់នៅលុយឬមួយក៏អាហារ3ពេលឬមួយក៏គាត់មានជំងឺផ្លូវចិត្តចុះអ្នកទាំងអស់គ្នាវិញគិតមិនដែរ